ធានផ្នែកវ័យចំណាស់ម្នាក់ឈ្មោះចៅកំពុងស្រែកស្ដីបន្ទោសដោយអារម្មណ៍ខឹងសម្បារទៅកាន់កម្មការិនីសម្អាតវ័យចំណាស់ម្នាក់ឈ្មោះលីននៅក្នុងបន្ទប់សម្រាប់ចៅកម្មការទាំងមិនអត់ចិត្តនឹងមួម៉ៅពេញចៅកំពុងបានចេញបញ្ជាដាច់ខាតផ្នែករបស់យើងត្រូវតែជួបការនៅបន្ទប់ប្រជុំជាន់ទី3ប្រាប់ខ្ញុំមើលតើអ្នកចង់ឲ្យខ្ញុំធ្វើប្រឡងយ៉ាងម៉េចកម្មការិនីវ័យក្មេងម្នាក់ឈ្មោះឈិនកំពុងអង្គុយយំស្ងាត់នៅលើកៅអីខាងក្រោយលីនអន់មុខចុះដោយការទទួលយករួចនិយាយដោយស្ងប់ស្ងាត់លីនបងប្រុសចៅខ្ញុំយល់ហើយចៅកាន់តែខឹងខ្លាំងជាងមុនគាត់ចាប់ក្បាលខ្លួនឯងរួចចង្អុលដៃទៅមុខចៅអ្នកយកពីស្អីទៅថ្នាក់លើផ្ដល់កូតាឲ្យខ្ញុំតែម្នាក់គត់បើមិនមែនអ្នកគឺត្រូវតែជីជើឈិនចៅចង្អុលទៅរកឈិនដែលកំពុងយំឈិនក៏ស្ទុះរត់មកខាងមុខរួចចាប់ដៃចៅបងប្រុសចៅកុំដេញមីងលីនចេញអីដេញខ្ញុំចេញវិញទៅខ្ញុំនៅក្មេងខ្ញុំនៅអាចរកការងារផ្សេងធ្វើបានទៀតចៅចាប់ស្មារបស់ឈិនរួចស្រែកតបទៅវិញទាំងទឹកភ្នែកចៅអ្នកទៅរកការងារស្អីទៅកូនស្រីរបស់អ្នកទើបតែអាយុ3ឆ្នាំហើយអ្នកត្រូវចិញ្ចឹមកូនតែម្នាក់ឯងទៀតបើគ្មានការងារនេះទេតើពីអ្នកម៉ែការកូនឯងបានអីស៊ីទៅឈិនងាកទៅរកចៅរួចធ្វើកាយវិការចង្អុលទៅកាន់លីនឈិនប៉ុន្តែខាងមីងលីនក៏ពិបាកខ្លាំងណាស់ដែរលុយរំលោភផ្ទះរបស់កូនគាត់ហើយលុយបង់ថ្លៃសាលារៀនគូរបស់ចៅស្រីគាត់គឺស៊ូសន្សំសំចៃចេញពីញើសឈាមបន្តិចម្ដងទាំងលំបាកបំផុតឈិនអង្គរកចៅម្ដងទៀតឈិនបងប្រុសចៅបងជួយគិតរកវិធីផ្សេងទៀតមើលណាបងចៅងាកចេញទៅផ្អែកលើតូរួចជូតទឹកភ្នែកដោយភាពអស់សង្ឃឹមលីនឈោស្ងៀមបិទភ្នែករួចងើបមុខឡើងញ៉ាំទាំងសាច់ចៅបងស្រីលីនបើសិនជាខ្ញុំមានវិធីផ្សេងលោកឲ្យតើខ្ញុំនៅជាមនុស្សកើតទៀតទេលីនបងប្រុសចៅគុំនិយាយអីទៀតអីខ្ញុំដៃជើងរហ័សទៅដល់ណាក៏មិនដាច់ពូដែរឯកូនរបស់ចៅឈិននៅតូចការងារនេះនាងត្រូវការវាជាងខ្ញុំចៅដកដុំលុយចេញមករួចព្យាយាមយកចូលក្នុងដៃរបស់លីនរុញវាទៅបងស្រីលីនកាន់តែចាំដើម្បីយកលុយបន្តិចបន្តួចនេះទុកដោះស្រាយពេលមានអាសន្នសិនទៅលីនទុកខ្លួនឯងទៅគ្រូសាបងមានទាំងចាស់ទាំងក្មេងគឺពិបាកជាងខ្ញុំឆ្ងាយណាស់លីនងាកក្រោយរួចដើរចេញពីបន្ទប់គាត់ពាក់ស្រោមដៃសម្អាតរួចចាប់ដើមរៀបចំសម្ភារសម្អាតចេញពីទេសឈិនឈោមើលពីមាត់ទ្វារទាំងយំសោកយ៉ាងខ្លាំងឈិនមីងលីនរុញទៅទេសសម្អាតដើរទៅមុខតាមច្រកផ្លូវដើរវែងមួយដោយមិនងាកក្រោយមើលឡើយលីនត្រឡប់ទៅធ្វើការវិញទៅកុំធ្វើឲ្យបងប្រុសចៅពិបាកលីនឈប់ដើររួចអន់មើលបាតដៃទេសស្អាតដែលគ្រើមរបស់គាត់រួចលោកចូលទៅក្នុងហោប៉ៅរូបភាពកាត់ត្រឡប់ទៅបន្ទប់សម្រាប់ដែលចៅកំពុងយំខ្ទប់មុខចំណែកឈិនកំពុងអង្គុយយំលើកម្រាលឥតទិដ្ឋភាពបដូរទៅសារពិព័រណ៍ដ៏ធំនិងទំនើបមួយដែលកំពុងបង្ហាញស្នាដៃចំណាទី1ជុំចំណាស់ស្នាមមានដោយលេងក្នុងរោងកែនៃអីតតែសានេះដេដោយម៉ាស៊ីនប្រើរស័យសិប្បនិមិត្តសំបីតែស្រមោលសូត្រពិតប្រាកដក៏រកមិនឃើញផងលោកចៅក៏មើលអីទៀតខាត់ពេលទេបរិសុទ្ធចំណាស់ទី2សក់សរៀបចំវ៉ែនតារបស់គាត់រួចនិយាយបរិសុទ្ធចំណាស់ទី2ជប់ប្រភេទយកឈ្មោះបេតិកភណ្ឌវប្បធម៌រូបីមកបាំងបរិសុទ្ធចំណាស់ទី1ជប់ដើរផ្សាយលើរបងចាប់តែអ្នកគាត់ទាំងនេះមុខខឹងសម្បាយ៉ាងខ្លាំងបរិសុទ្ធចំណាស់ទី1នេះគឺជាការរៀបចំពិព័រណ៍នេះវាដូចជាការរៀបចំពិធីបុណ្យសពឲ្យសិល្បៈបាក់ឌុកច្រើនជាងបរិសុទ្ធចំណាស់ទី3ទេសស្មារបស់គាត់ថ្នមដើម្បីលួងលោមបរិសុទ្ធចំណាស់ទី3ឈុតថ្នោតតោះទៅកុំមើលនាំតែទើភ្នែកបើមើលទៅទៀតឆ្អឹងចាស់របស់ខ្ញុំមុខជាខឹងដាច់ខ្យល់ស្លាប់នៅទីនេះមិនខានខណៈពេលដែលពួកគេហ៊ាននឹងដើរចេញបរិសុទ្ធឈុតខៀវស្រាប់តែឈប់នៅពីមុខស្តង់តូចមួយដែលបង្ហាញសុំរូបភាពគាត់ដកបរិសុទ្ធចំណាស់ទី1ចាំបីពីអ្នកណាមួយស្នាដៃធ្វើយ៉ាងបរិសុទ្ធចំណាស់ទី1ពិតជាធ្វើដោយដៃមែនប៉ុន្តែបច្ចេកទេសដេរនៅធូររលុងពេកស្នាដៃនៅស្ទើរឆ្ងាយជាង20ឆ្នាំឯណោះស្ត្រីវ័យក្មេងម្នាក់ដែលឈរនៅស្តង់នោះមើលមកទាំងក្តីបារម្ភខណៈវីដេអូត្រូវបានកាត់បញ្ចប់